នទាំងអស់គ្នានេះគឺជាប្រភេទខ្សែកពាក់លើករាសីកាត់ឆុងក្នុងឆ្នាំ2025ហ្នឹងដែលគ្រូច័ន្ទសាយគេប្រាប់ថាត្រូវពាក់រូបស្វាឆុងខ្លាំងជាងគេឆ្នាំកុលឆ្នាំវកហើយដូចជាមានឆ្នាំរកាហើយបើសិនជានៅក្នុងផ្ទះបងប្អូនហ្នឹងមានឆ្នាំទាំងអស់ហ្នឹងចង់មានច្រើននៅវិធីកាត់ឆុងហ្នឹងត្រូវពាក់ម្នាក់មួយហើយមានទិញតាំងពីគេហៅថាថ្ម7ពណ៌ដាក់នៅក្នុងផ្ទះទៀតថ្មត្បូង7ពណ៌នៅក្នុងហាងរបស់នាងខ្ញុំក៏មានលក់ដែរនេះគឺជាប្រភេទខ្សែកបន្តោងរូបស្វាឆ្នាំគេហៅឆ្នាំវកបន្តោងឆ្នាំវកហើយមានឆ្នាំកុលមានគ្រប់សัตว์ទាំង12ឆ្នាំទាំង12ហើយនៅខាងក្រោយខ្សែកមួយសិតតែមានជាយ័ន្ត8ទិសដើម្បីនាំលៀបនាំសំណាងទាំង8ទិសចូលមកដេញនៅគ្រោះឧបទ្រពចង្រៃទាំង8ទិសនឹងចេញតាមបែបជំនឿហុងស៊ុយបុរាណចិនបើនិយាយទៅទាំងចិនទាំងខ្មែរពាក់បានទាំងអស់គ្នាបងប្អូនទាំងអស់គ្នាពួកអីយើងជាគ្រឿងលើករាសីមង្គលនៅក្នុងឆ្នាំថ្មីឲ្យចូលហេងអញ្ចឹងបងប្អូនទាំងអស់គ្នាវារួមផ្សំគ្នាបើសិនជាយើងអត់ធ្វើទេយើងអាចនឹងមានបញ្ហារាំងស្ទះផ្សេងរាំងស្ទះលៀបសការៈលុយកាក់ឬក៏មានបញ្ហាផ្សេងដែលយើងអត់នឹកស្មានដល់ដែលបងប្អូនចំណាំមើលទៅបងប្អូនដឹងហើយអញ្ចឹងរបស់ទាំងអស់ហ្នឹងគេថាជួយគួបផ្សំបងប្អូនទាំងគ្នាយើងខំដដែលហើយយើងត្រូវមានគ្រឿងមង្គលដាក់តាមខ្លួនផងពាក់នៅកផងអញ្ចឹងបងប្អូនទាំងគ្នាខ្ញុំក៏ពាក់ដូចគ្នាដែរបងអូនេះខ្ញុំពាក់តាំងពីខ្សែដៃហុងស៊ុយអំបោះ5ពណ៌អញ្ចឹងដើម្បីជាគ្រឿងដែលនាំលៀបសំណាងលើកសិរីសួស្ដីមកវិញហ្នឹងហើយអរគុណច្រើនបងប្អូនទាំងគ្នាបើចាប់អារម្មណ៍អាចតាក់ទងមកเพจនាងខ្ញុំបានអរគុណច្រើនជម្រាបលា